សូមជម្រាបសួរដល់សិស្សគណៈលោកគ្រូអ្នកគ្រូនិងអស់លោកប្រុសលោកស្រីដែលលោកបានតាមដានប្រវត្តិកាយឥឡូវនេះយើងចូលដល់ប្រវត្តិកាយសុខហើយចាប់ប្រវត្តិកាយសុខចូលដល់ទេពតុកម្រិតទៅចប់ហើយមិនដឹងថាបានចេញវីដេអូទេព្រោះអត់ទាន់មានម៉ៃស្រូបសំឡេងពេលនោះខ្ញុំធ្វើជាវីដេអូនៅលើក្តារខៀនវិញដើម្បីបង្ហាញអំពីរោគកាលយុគឥឡូវនេះកុំអានតាន់អូវឡាយអីវែងឆ្ងាយច្រើនឥឡូវយើងចូលដល់ប្រវត្តិកាយសុខព្រះសុខនេះបើតាមតម្រាហោរាសាស្ត្រដំណើរថាព្រះឥសូរឬព្រះសិវៈជាអម្ចាស់ជាអ្នកសាងព្រះសុខឡើងពីគាវី21ដោយរាយសែបព្រះវេទឲ្យគោ21នោះคล้ายជាធូលីរួចហើយគ្របដោយក្រណាត់ពណ៌ទឹកប្រាក់ឬពណ៌ក្រាមខ្សែប្រោះព្រំទៅដោយទឹកអមរិតបង្កើតបានជាព្រះសុខទេវីឡើងមានសម្បុរសស្រទន់ត្រង់អភរណៈជាគ្រឿងពេជ្រសម្លុយព្រះពស្ត្រអភិសមានជាពណ៌មាសគង់លើគោឧសភរាជជាពាហនៈគោចរឆ្លងកាត់ពន្លឺព្រះសុរិយៈជា2ដងជារយៈទី14ហើយទៅក្រងធាតុទឹះនៅឧត្តរទឹះជារយៈទី21ទើបមានកម្លាំង21បានទទួលក្រសែទឹកពីព្រះពុទ្ធហើយព្រះពុទ្ធជាធាតុទឹកក្នុងមហាសមុទ្រនៅទឹះកសិនក៏បង្កើតជាទឹកភ្លៀងបង្កើតឲ្យកើតជាទឹកភ្លៀងដូច្នេះព្រះសុខទើបជាធាតុទឹកប្រភេទទឹកភ្លៀងក្នុងតម្រាខ្លះក៏បានពោលរឿងព្រះសុខនេះលំនាំគ្នានេះដែរគេបានដំណាលថាក្នុងអភិតីពោធិបាតថាសាងដោយនាគសុខនាគផ្លែកនាមព្រះឥន្ទ្រជប់ឡើងតែក្នុងក្រាំងផ្នែកហោរាសាស្ត្រថាសាងពីពិតជាធោដោយបានអធិប្បាយក្នុងតម្រាព្យាករប៉ុន្តែខ្ញុំបាទស្នើសួរលោកជាហោរាចារ្យដែលជាអ្នកចេះដឹងច្រើនរូបលោកក៏ថាព្រះសុខសាងពីគោគាវីដែរដែលថាសាងពីពិតជាធោឬក៏ပြန်ធំនោះឃើញអធិប្បាយលេបខាយល្អព្រោះហេតុនោះព្រះសុខសាងដោយគោគាវីនាគជាធោអ្វីទាំង3យ៉ាងនេះសូមអស់លោកមេត្តាពិចារណាមើលផងចុះដំណើររឿងថាក្នុងកាលជាន់មុនព្រះអង្គាកើតជាកង្កែបព្រះសៅកើតជាពស់ព្រះសុខកើតជារុក្ខទេវតាថ្ងៃមួយពស់ដេញចឹកកង្កែបលោតរត់ចូលទៅក្នុងរុនឈើដែលរុក្ខទេវតានៅទេវតាឃើញពស់ដេញខាំកង្កែបក៏ចេញមកឈររាំងផ្លូវពស់ក៏មិនឲ្យដេញកង្កែបបានកង្កែបនោះក៏រួចខ្លួនពីសេចក្តីស្លាប់តម្រាព្យាករពោលថាព្រះសុខនេះតាមតម្រាដតីហោរាសាស្ត្រាចារ្យដោយច្រើនពោលថាសាងពីគុកពីគាវីគោដូចបានពោលទុកនៅខាងដើមហើយតែតម្រាអធិប្បាយថាសាងពីជាធរឬគិនធប់នេះនៅស្រុកយើងមិនដែលធ្លាប់ឃើញធ្លាប់យល់រូបរាងប្រកបយ៉ាងណាឡើយដែលធ្លាប់បានជួបតែក្នុងក្បួនខ្នាតតម្រាផ្សេងដូច្នេះទើបមិនទាន់ប្រកបជាមនុស្សឬជាទេវតាតែគង់ចូលចិត្តយល់បានថាពាក់កណ្ដាលមនុស្សពាក់កណ្ដាលទេវតាគឺរាងកាយជាមនុស្សតែថាហោះហើរដើរលើអាកាសបានដូចទេវតាសែបនារីផល្លាជាភរិយាជាធោស្រីបិទជាធោស្រីហៅថាបិទជាធោធរិបិទជាធរិតាមបទានុក្រមប្រែថាអ្នកត្រូវត្រង់វិជាឬអ្នកមានវិជាកាយយាសិទ្ធដូច្នេះទើបបានឈ្មោះថាជាអ្នកជំនាញផ្លូវព្រះវេទចាញ់ប្រហោះប៉ុន្មានបើសិនជាតិចត្រង់តែកម្លាំងឈានប៉ុណ្ណោះឯងប៉ុន្តែអាចារ្យក៏ប៉ុន្តែជាអាចារ្យក៏អាចារ្យរបស់ពួកអសុរាឬពួកទេពលឬក៏ទានពៈដែលជាបពួកផ្នែកខាងអាក្រក់ជាអ្នកលេងឬជាអ្នកពីលត្រូវការសិទ្ធិស្នាលខាងផ្លូវកាមគុណទៅប្រកាន់ថាជារាគៈចរិតទៅបានជាព្រះចៅនៃសេចក្តីស្រឡាញ់សេចក្តីស្អាតស្អំមជ្ឈមេបដិទាបើសិនជាមើលភោគៈសម្បត្តិឲ្យមើលសុខសូមឲ្យសង្កេតមើលក្នុងរឿងខ្សេតបន្ទាប់សុខកសេតហ្នឹងបានន័យថាជាផ្កាយនៅក្នុងចក្រាសីដែលជាផ្កាយម្ចាស់ផ្ទះកសេតណាបើមានសៅរាហូមកអាស្រ័យក៏ធ្វើឲ្យមានអធិរដ្ឋិបានដូចនេះទើបបានជារាប់ថាចំណែកទៀតឬពួយឬពីលអ្នកណាមានកំណានសុខច្រើនមានរាគៈរឹងខ្លាំងមានគូច្រើនព្រោះគ្មានចេះទំនេរធុញឬធុញថប់នៅហារកាយនិយាយល្អណាស់មានសច្ចធម៌ដូចគ្នាច្រើនត្រូវការនឹងផ្កាយប្រគោះគ្រោះផ្សេងបានគ្រប់ដួងប្រហែលគ្នានឹងពុតមិនកាន់ខ្លួនអាំងយោះជាមួយនឹងអ្នកណាវាងតែបើគេពីលមុនទៅបានឲ្យទោសដូច្នេះវេលារាហូសៅចមកត្រូវក៏ឲ្យទោសមិនសូវអាក្រក់ណាស់ណាដែរចំណែកដែលជាប់ជាមួយនឹងអាទិត្យក៏ជាកណ្ដាលខាងអាក្រក់ក៏មានខាងល្អក៏មានព្រ
ព្រោះថាអាទិត្យប្រកាន់យុះអាងបនស័កនិស័យមិនស៊ីគ្នានឹងសុកតែដល់កាលដែលល្អក៏មានមនុស្សកំណាន់សុកវេលាអាទិត្យចទៅត្រូវក៏រឹងរឹតតែធ្វើឲ្យកាមរាគៈឡើងកម្លាំងដល់បានសុកទុកដូចគ្នាត្រូវការក្នុងកាមអារម្មណ៍ជាកាមរាគៈប៉ិតប៉ុន្តែមានសទ្ធាចរិតរួមនៅជាមួយផងនិយាយដល់ផ្កាយក្នុងអាកាសចំណែកអហោរាចាពោលថាផ្កាយព្រឹកដែលរះពេលព្រឹកនៅងងឹតនោះគឺផ្កាយព្រះសុកមានមួយសង្កេតថាសុករួមនឹងផ្កាយអាទិត្យក្នុងដួងពេញវងកំឡោះក្រមុំគេច្រើនតែផ្សំវេលាកាលពីមុនពេលព្រឹកលុះដល់សុកនិងអាទិត្យបានជួបគ្នាជាគូសំកម្លាំងបញ្ចូលទៅតាមឥទ្ធិពលអញ្ចឹងបានថានៅក្នុងពិលាអវិហវិវាហមង្គលកូនប្រុសកូនស្រីហ្នឹងកាលពីជាន់មុនគេរួមខ្នើយនៅចិត្តភ្លឺនៅពេលដែលប្រសុកហ្នឹងគោចរមកពាល់ជាមួយនឹងព្រះអាទិត្យធ្វើឲ្យប្រសុកហ្នឹងភ្លឺស្អាតណាស់គេហៅផ្កាយព្រឹកឬផ្កាយចោណាគេថាវាចិត្តភ្លឺហើយព្រោះផ្កាយសុកតំណាងឲ្យទ្រព្យសម្បត្តិផងតំណាងឲ្យភេទស្រីផងហើយកាលណាមករងពន្លឺរបស់ផ្កាយអាទិត្យនេះធ្វើឲ្យផ្កាយសុកមានពន្លឺសស្រទន់ស្អាតចឹងថាប្តីហ្នឹងបានលើកកិត្តិយសភរិយាជាភរិយាមិនមែនជាស្រីសហាយស្មន់អីទេគឺជាភរិយាពេញសិទ្ធមានយសមានឋានៈខ្ពស់មុខខ្ពស់មាត់ចឹងទៅមិនលាក់បាំងមិនលាក់លៀមលុះដល់សុកនិងអាទិត្យបានជាគូគ្នាសំកម្លាំងក៏បញ្ជូនទៅតាមឥទ្ធិពលប្រសិនបើជាត្រូវគ្នានឹងមនុស្សកើតថ្ងៃអាទិត្យដូច្នេះក៏ឲ្យផលជាមនុស្សស្វិតស្វាញពីដំបូងតល់ក្រដោយការកណីរួចនៅជាមួយផងរួមនៅជាមួយផងបានន័យថាឲ្យផលហ្នឹងបើសិនជាកូនប្រុសកើតថ្ងៃអាទិត្យកូនស្រីកើតថ្ងៃសុក្រទៅក៏វាឲ្យផលស្វិតស្វាញពីដំបូងហ្នឹងក្រលំបាកអញ្ចឹងណាព្រោះដោយសារតំណែងសុក្រហ្នឹងវាជាការកណីតែក៏វាជាដង្ហើមរស់ដែរវានិយាយតាមក្បួនណាដង្ហើមរស់របស់កាយអាទិត្យដែរការកណីរួមនៅជាមួយផងដោយហេតុដែលឲ្យគុណច្រើនជាងទោសខាងបែកហោរាចាត់ជាសុភគ្រោះតូចរងមកពីប្រហោះការប្រើពណ៌សម្ពត់ស្លៀកពាក់ពណ៌ទឹកប្រាក់ពណ៌ទឹកប្រាក់ប្រសាសុកប្រសពចិត្តបិទពិធីពេញជាពលវិមលម៉ៃវិមានមាសអោភាសសែងចាំងរស្មីមណីរតឆ្នៃតម្លៃឆ្នើមទឹកសន្សើមសពចប់បានន័យថាកាយសុកជាស្លៀកសម្ពុតណាពណ៌ប្រាក់អញ្ចឹងទៅឬក៏ពណ៌សស្គមសយ៉ាងប្រផេះវាអត់សស្លេកទេសស្រទន់សរៀងអាប់ទៅចង់ពណ៌ប្រាក់ហើយយើងនិយាយថាបើវាល្ងិតខ្លាំងទៅជាប្រផេះវិញពណ៌ហ្នឹងអញ្ចឹងសូមអរគុណចប់កាយសុក